ជួយ share វីដេអូនេះបន្តថ្ងៃទី2ខែ9 2025ម៉ោង12នាទីព្រឹកនេះពួកចៅសៀមពីម្សិលមិញពេលយប់វាប្រាប់ថាថ្ងៃនេះវាសុំចរចាម៉ោង8ព្រឹកតែវាមិនមែនម៉ោង8ព្រឹកទេម៉ោង12នាទីទៅវាមកដល់វាមកសុំចរចាដាក់បលានោះបើយើងមិនព្រមឲ្យវាដាក់បលានោះទេគឺវាចាប់ប្រជាពលរដ្ឋយើងណាដែលចូលទៅតតាំងជាមួយវាពេលដែលខ្ញុំចង់ផ្ដាំទៅកាន់ប្រជាពលរដ្ឋនៅភូមិព្រៃច័ន្ទពេលនេះសូមបងប្អូនប្រមូលប្រជាពលរដ្ឋប្រមូលកម្លាំងឲ្យបានកាន់តែច្រើនខ្ញុំជឿជាក់ថាពេលដែលកម្លាំងកាន់តែច្រើនគឺពួកវាមិនហ៊ានទេមួយវិញទៀតសូមបើកឲ្យសារព័ត៌មានអន្តរជាតិគាត់ចូលទៅទីនោះព្រោះបើសិនជាមានសារព័ត៌មានអន្តរជាតិគឺពួកវាក៏មិនហ៊ានដូចគ្នាជាក់ស្ដែងដោយវីដេអូដែលខ្ញុំបានឃើញព័ត៌មានថៃពីម្សិលមិញអញ្ចឹងវាក៏ចង់មកចាប់ប្រជាពលរដ្ឋយើងដែរក៏ប៉ុន្តែដោយសារមានសារព័ត៌មានអន្តរជាតិនៅនឹងទៅវាមិនហ៊ានពេលដែលវាចាប់ទៅវាធ្វើឲ្យរូបភាពនៃប្រទេសថៃមានបញ្ហាមើលទៅអាក្រក់មើលថ្ងៃទី17ខែ9វាឡូវវាមកដល់នេះវាមកចរចាមើលវាចរចាមិនខ្លះតែថ្ងៃទី17ខែ9ម៉ោងម៉ោង10ម៉ោង10ម៉ោង12នាទីឥឡូវវាមកសុំចរចាវាណាត់ម៉ោង8ឥឡូវម៉ោង10វាមកដល់ហើយនេះបង្អាប់ជនជាតិកម្ពុជាយើងខ្មែរយើងគឺគេនៅតែខមមិនអាខមមិននឹងខូចណាស់អាខមមិននឹងប្លន់ទឹកដីរបស់យើងអីរបស់យើងនេះហ่ะដែលវាធ្វើទៅខុសទៅនឹងកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខាជាមួយគ្នានៅប្រទេសម៉ាឡេស៊ីមិនទាន់យូរទេទៀតទៅតែ2-3ខែកន្លងមកនេះទេដែលក្នុងនោះនាយករដ្ឋមន្ត្រីសម្ដេចមហាបវរធិបតីរបស់យើងនិងលោកប៊ុនថាមដែលជារដ្ឋនាយករដ្ឋមន្ត្រីស្ដីទីកាលនោះបានចុះទៅហត្ថលេខាធ្វើហត្ថលេខាជាមួយគ្នាអានេះមិនទាន់និយាយអំពីសិទ្ធិសញ្ញាបារាំងសៀម1904 1907ផងទៀតដែលស្ដេចរបស់គេបានចុះហត្ថលេខាជាមួយនឹងបារាំងដែលជាអាណានិគមម្ចាស់អាណានិគមកម្ពុជារបស់យើងខ្មែរយើងអញ្ចឹងសៀមអត់គិតអីទាំងអស់តាំងពី1904 1907សម័យអាណានិគមកិច្ចសន្ធិសញ្ញាបារាំងសៀមដែលទទួលស្គាល់ផែនទី1លើ200,000សន្ធិសញ្ញាព្រមព្រៀងគ្នាថ្មីនេះមិនទាន់បាន2ខែ3ខែល្អផងនៅឯប្រទេសម៉ាឡេស៊ីដែលឯកឧត្តមអាន់វ៉ាអ៊ីប្រាហ៊ីមជាប្រធានដើម្បីសម្របសម្រួលបទឈប់បាញ់រវាងកម្ពុជានិងថៃហើយកសាងសន្តិភាពជេរភាពនៅបន្ទាត់ព្រំដែនហ្នឹងហើយក៏ JBC អ្វីគឺមកតាមគ្នាទាំងអស់ហើយក៏និយាយពីរឿងព្រំដែននឹងទៀតម្សិលមិញនេះថ្មីហុយមកទៀតមកបង្រៀនលួសបលាទៀតមកដេញប្រជាជនយើងទៀតអញ្ចឹងមុននេះខ្ញុំបានលើកគោរពជំរាបជូនប្រិមិត្តថាមានអារម្មណ៍ថាគេមិនឲ្យយើងសុខទេតែយើងស្គាល់អំពីគោលនយោបាយក៏ដូចភាពអត់ធ្មត់របស់រាជរដ្ឋាភិបាលយើងទទួលស្គាល់លោកនៅឈរលើចំហច្បាប់អន្តរជាតិនេះនៅអូបីជាន់ថ្មីនេះវាបានរំលោភពួកធានសៀមបានរំលោភមកលើអធិបតេយ្យភាពរបស់យើងទៀតតែយើងអត់មានការឆ្លើយតបអីទេក្រៅពីប្រជាជនតវ៉ាដែលគេបាត់បង់នៅដីរបស់គេយើងអត់បង្ហាញតបបង្ហាញទីញអីដូចគេទេទៀតមានទាំងតបមានទាំងប៉ូលីសដល់តបយកមកដាក់តបគម្រាមប្រជាជនយើងមានទាំងអាវុធគ្រប់ដៃទៀតដល់ឃើញសារព័ត៌មានអន្តរជាតិមកមើលដកកម្លាំងតបនឹងថយក្រោយនេះជាទង្វើអីទៀតវាចោលពិតមែនទេទៀតកិច្ចព្រមព្រៀងមានហើយកិច្ចប្រជុំអស់បាយអស់ទឹកមិនចេះតិចដងទេទៀត JBC GBC ACC ហ្នឹងតែគ្មានបានការអីទាំងអស់សៀមគ្មានគោរពគ្មាននេះទេហើយអាពួកដែលមកហ្នឹងអាក្បាលមកហ្នឹងមកសញ្ញេមកចុះហត្ថលេខាញញឹមដាក់គ្នាតែអាខាងក្រោមហ្នឹងអត់មានអាណាធ្វើគោរពនៅកិច្ចព្រមព្រៀងសន្ធិសញ្ញាអីទាំងអស់កន្លែងនេះនៅទីណាខ្ញុំបាទសូមវងកញ្ចក់ដើម្បីឲ្យប្រិមិត្តចាប់អារម្មណ៍ថាវាជាទង្វើរបស់ចៅនៅទីណាការធ្វើរបៀបនេះដែលមិនគោរពច្បាប់គោរពទម្លាប់អីទាំងអស់តែកុំភ្លេចថាចៅសៀមនេះធ្វើនៅក្នុងកាសែតភ្នែករបស់អន្តរជាតិនៅទីណាបាទទាំងធ្វើហើយមកទាំងកំពុងធ្វើនិងគិតធ្វើតទៅទៀតគឺនៅក្នុងក្រសែភ្នែករបស់អន្តរជាតិ
ដែលឯកឧត្តមអ៊ីប្រាហ៊ីមលោកបានលើកឡើងថាប្រើសត្វតឡាយផ្កាយរណបតាមដានមើលហើយគណៈកម្មការត្រួតពិនិត្យមើលនៅការគោរពបទឈប់បាញ់របស់អាស៊ានហ្នឹងក៏នៅនឹងទៀតខាងអង្គការសហប្រជាជាតិនិងអន្តរជាតិធំផ្សេងទៀតក៏បានអញ្ជើញមកទៀតមកជួបជាមួយនឹងជនភៀសសឹករបស់យើងផ្ដល់ជំនួយជួយដល់ជនភៀសសឹករបស់យើងនឹងបានទៅមើលទីតាំងដែលសៀមបំផ្លាញទាំងវត្តអារាមទាំងសាលារៀនមន្ទីរពេទ្យផ្ទះសម្បែងប្រជាជនក្របបែកធំបណ្ណាបណ្ណៃដែល S16 របស់វាទម្លាក់មកមិនផ្ទុះគេឃើញគ្រប់ទាំងអស់ប្រិមត្តថាខាងគេនឹងក៏បង្ហាញដែរណាវាមានពួកប្រឆាំងខ្មែរយើងដែលងប់ងល់មួយចំនួនហ្នឹងដែលខ្មែរយើងចោទថាពួកក្បត់ជាតិហ្នឹងបាននិយាយថាយើងនឹងបាញ់ទៅចំផ្ទះចម្បែងប្រជាជនគេសាលារៀនគេតិចតួចណាស់ទៀតតិចតួចណាស់ជាពិសេសអ្នករាយការណ៍ BBC ដែលដំបូងបង្អស់និយាយហាក់បីដូចជាយើងនឹងអត់មានខូចខាតអីទេយើងនឹងខូចទៅបាញ់ផ្ទះសម្បែងសាលារៀនការ៉ាសាំងអីគេដែលឃើញហ្នឹងតិចតួចណាស់ទៀតតែដល់ BBC តែដែលហ្នឹងឯងម្នាក់ដែលរាយការណ៍រឿងថៃហ្នឹងឯងនៅភាគីថៃហ្នឹងមកកម្ពុជាវិញអូហូគាត់ភ្ញាក់ហ្មងគាត់ថាអូហូសំណាងល្អដែលគាត់សម្រេចចិត្តមកមើលតែគាត់ជាអ្នករាយការណ៍អាជីពសារព័ត៌មានអាជីពដំបូងអស់យើងក៏មិនសប្បាយចិត្តដែរអំពីអ្វីដែល BBC បានរាយការណ៍ពីចំនួនព្រំដែនកម្ពុជាថៃហាក់បីដូចជាផ្អៀងទៅខាងថៃអត់បានមើលភាគីកម្ពុជារបស់យើងខូចខាតយ៉ាងម៉េចដល់គាត់មកមើលសំខាន់ឃើញការខូចខាតនៅប្រាសាទព្រះវិហារនោះដែលសៀមវាចោទថាមានកំភ្លើងធំនៅនោះអូគាត់ថាគាត់ឡើងទៅក្រណាឡានគាត់នឹងដឹកមនុស្ស 3-4 នាក់នឹងឡើងចង់រួចផងហើយអូកំភ្លើងធំយកទៅដាក់ក្នុងប្រាសាទនឹងយ៉ាងម៉េចកើតនេះគឺជាល្បិចល្បែងហើយក៏ពាក្យរបស់ពួកចៅវាមិនដែលហ៊ានទទួលការពិតទេនេះរាល់ថ្ងៃនេះចោទថាខ្មែរយើងនឹងប្រើដ្រូនដែលយើងមិនដែលប្រើសោះតែខាងវាទេដែលបង្ហោះដ្រូនមកឥឡូវហ្នឹងដ្រូនសោះ70ដ្រូនអីដ្រូនចង់ដូចអ៊ុយក្រែនទៅឲ្យខ្មែរយើងឥឡូវមានដ្រូនអានេះវាឲ្យសិស្សសាលាដែលវាទៅហ្នឹងគេសួរណាទេណាបាទគេស្គាល់លោកជំទាវម៉ាលីនឹងច្បាស់ណាស់ឈ្មោះលោកជំទាវម៉ាលីនឹងគេថាលោកមេបញ្ជាការនេះខ្ញុំតាមដានមើលលោកស្រីម៉ាលីដែលជាអ្នកនាំពាក្យក្រសួងការពារជាតិរបស់កម្ពុជានឹងបាននិយាយថាថៃយើងនឹងនិយាយបំភ្លៃការពិតបដិទ្ធរឿងដ្រូនមេភូមិភាគ3អាបាតឃ្លាំងឯសួរថាអូនឯងជឿម៉ាលីហ្នឹងហ៎ខ្ញុំមិនដែលជឿទេនិយាយចឹងវាប្រហែលតែជឿហេបើឯងជាចោលហ្នឹងមិនដែលជឿទេអ្នកឯងមិនអាចជឿបានទេបើជឿមិនមែនចោលទេពួកកម្ពុជារបស់យើងនិយាយការពិតបើវានៅចិត្តខ្ញុំបានថាឯងស្បត់មុខភ្លើងទេដែលអ្វីដែលពួកលោកឯងបានលើកឡើងទាំងអស់ហ្នឹងបាទថ្ងៃនេះខ្ញុំបាទយកឈ្មោះអាបាតឃ្លាំងនេះរូបភាពរបស់វានេះប្រិមិត្តមើលមុខវាណាទេណាបាទមុខនេះហើយដែលថៃមួយចំនួនបានមើលហុងស៊ុយរបស់វាថៃគេមើលគ្នាគេថាអានឹងផ្លាញ់ជាតិអានឹងនាំស៊យនាំប្រទេសជាតិស៊យនឹងថៃគេគេថាអានឹងមើលមុខមើលមាត់វាអានឹងចង្រៃពីព្រោះមិនបានថាអញ្ចឹងអ្នកខ្លះគេពិបាកហើយគេមើលទង្វើរបស់វាធ្វើនឹងដូចជាករណីថាស្ថានទូតជប៉ុនបានស្នើសុំឲ្យបើកច្រកខ្លះពីព្រោះវាប៉ះពាល់ទៅដល់ការរកស៊ីរបស់គេពីព្រោះរោងចក្រមាននៅថៃរោងចក្រមាននៅខ្មែរអញ្ចឹងទៅរោងចក្រគេពីរហ្នឹងវាជាសង្វាក់ផលិតគេត្រូវតែដឹករបស់របររបស់គេនោះគ្រឿងបង្គុំរថយន្តនោះពីថៃមកខ្មែរពីខ្មែរទៅថៃគឺវាដូចរោងចក្រជាប់គ្នាអញ្ចឹងទៀតតែដោយសារកម្ពុជារបស់យើងតម្លៃពលកម្មទាបក៏ខាងភាគីជប៉ុនហ្នឹងក៏តម្លើងរោងចក្រនៅកម្ពុជាជាមួយទៀតតាមការស្នើសុំនឹងគោលនយោបាយដ៏ល្អរបស់ថៃដែលគេដាក់ថាផែនការ Thailand +1 នឹងរបស់លោកប្រយុទ្ធអញ្ចឹងអាចបង្កើតរោងចក្រនៅកម្ពុជានៅឡាវនៅមីយ៉ាន់ម៉ានៅជុំវិញប្រទេសថៃហ្នឹងដើម្បីឲ្យតម្លៃនៃការចំណាយរបស់គេនឹងទាបដោយសារពលកម្មនៅប្រទេសជិតខាងហ្នឹងវាទាបវាមិនខ្ពស់ដូចនៅថៃនឹងគោលនយោបាយដើម្បីពង្រីកសេដ្ឋកិច្ចដើម្បីទាក់ទាញអ្នកវិនិយោគហ្នឹង
បាតឃ្លាំងនឹងរំលាយចោលអស់ធ្វើឲ្យខ្ទេចទីអស់ហើយគេយកប្រធានបទរឿងបើកព្រំដែនហ្នឹងគេនិយាយច្រើនទៀតតែខ្ញុំបាទអត់មានពេលដើម្បីយកមកជម្រាបវានិយាយគ្រាន់តែរឿងភ្លើងហ្នឹងណាអគិសនីហ្នឹងក៏វាលើកឡើងដែរថាយើងផ្ដាច់អគិសនីតែវាមិនដឹងថាយើងនឹងផ្ដាច់មុនទេកម្ពុជាផ្ដាច់មុនទេវាថាយើងផ្ដាច់អ៊ីនធឺណិតដើម្បីកុំឲ្យក្មេងហ្នឹងវាមានអ៊ីនធឺណិតប្រើដើម្បីកុំឲ្យក្មេងនឹងមានភ្លើងប្រើយើងបិទព្រំដែនហ្នឹងច្រកព្រំដែនណាក្មេងតិចទៀតងាប់អស់ហើយពីព្រោះវាអត់មានតំណែងអីមកតំណែងសៀមនឹងអត់មានចូលមកក្មេងបានខ្ញុំបាទឆ្លើយទៅវិញអាបាតឃ្លាំងអើយឯងចង់បិទមកជីវិតឯងទៀតពួកអញក៏មិនអត់ងាប់ដែរគេនិយាយរឿងប្រេងទៀតតិចទៀតអត់ប្រេងប្រើហើយអញ្ចឹងបានថៃមួយចំនួនគេស្គាល់ពីកម្ពុជាគេដឹងពីប្រវត្តិសាស្ត្រគេប្រាប់ថាអាបាតឃ្លាំងហើយឯងទៅរៀនសេដ្ឋកិច្ចខ្លះមើលឯងទៅរៀនការទូតខ្លះមើលឯងក៏មកភ្លឺល្ងើស្គាល់តែរឿងបាញ់ហ្នឹងម្សិលមួយថ្ងៃនេះមាននិស្សិតម្នាក់សួរដែរខ្ញុំបាទមើលនៅក្នុងเพจរបស់វាសួរថាចុះលោកមេបញ្ជាការថាឲ្យតែរុលចូលមកបាញ់ហើយរុលចូលមកបាញ់ហើយឥឡូវហ្នឹងមានព័ត៌មានថាទាហានកម្ពុជាដកហើយលោកឧត្តមសេនីយ៍ថាបើគេដកមានន័យថាមានមួយក្រុមទៀតរុលចូលមកដល់យើងគេថាមានព័ត៌មានថាទាហានកម្ពុជាដកថយមួយចំនួនហើយគាត់ថាវាដកថយក៏ប៉ុន្តែបើអាដកវាដកតែអារុលវារុលដល់ហើយមានមួយទៀតសួរបើរុលយើងបាញ់មែនទេលោកថាហ្នឹងហើយយើងបាញ់ចុះយើងវាអត់សំណួរទៀតតែគ្រាន់ថាយើងទេដូចអត់តន់លឺបាញ់អីផងមានអ្នកឯងទេដែលរុលចូលមកដីកម្ពុជារបស់យើងនេះយើងចង់និយាយរឿងនេះឥឡូវអ្វីដែលខ្ញុំបាទចង់ឲ្យប្រិមិត្តមើលទៅស្ដាប់ទៅដូចតានតឹងណាលោកឆាយាអត់ព្រំដែនយើងនឹងដូចមិនសុខទេបើនៅអាបាតឃ្លាំងនៅអញ្ចឹងអនាគតរបស់បាតឃ្លាំងដាច់ខែនេះចូលនិវត្តន៍ក៏ប៉ុន្តែគេបានរៀបចំប៉ុស្តិ៍កៅអីរបស់វាគឺជាជំនួយការនៅភូមិភាគ2នឹងដដែលឃើញទេណាជំនួយការនៅភូមិភាគ2នឹងដដែលអញ្ចឹងវាអត់ទៅណាទេតែគ្រាន់ថាវាអត់អាចប្រជាបាញ់ឬក៏ឲ្យទាហានរបស់វាដើរមកជន់មីនដាច់ជើងលេងអីចឹងទេវាមិនអាចធ្វើអញ្ចឹងបានតែគ្រាន់ថាវានៅតែមានសកម្មភាពនៅក្នុងយោធានឹងឯងឥឡូវខ្ញុំបាទចង់ឲ្យប្រិយមិត្តនឹករូបភាពសង្គ្រាមដែលកើតឡើងនៅលើពិភពលោកយើងនេះអ្វីដែលធំហើយក៏យើងតែងតែតាមដានមក3ឆ្នាំហើយ3ឆ្នាំចូល4ឆ្នាំហើយគឺនៅអ៊ុយក្រែនវាជាសង្គ្រាមដែលកើតឡើងពីការឈ្លានពានរបស់រុស្ស៊ីមែនទេទៀតហើយអន្តរជាតិគេស្គាល់ទោសអង្គការសហជីវជាតិគេស្គាល់ទោសពីការឈ្លានពានរបស់រុស្ស៊ីមកលើប្រទេសអ៊ុយក្រែនដែលជាប្រទេសតូចមួយនៅក្នុងតំបន់ហ្នឹងក៏ប៉ុន្តែធំជាងយើងដល់អញ្ចឹងទៅខ្ញុំបាទដល់យើងដឹងអំពីសង្គ្រាមនៅអ៊ុយក្រែនរវាងរុស្ស៊ីនិងអ៊ុយក្រែនការឈ្លានពានរបស់រុស្ស៊ីមកលើអ៊ុយក្រែនយ៉ាងអយុត្តិធម៌ហ្នឹងយើងក៏ចេះតែគិតដែរថាចុះបើប្រទេសយើងមានការឈ្លានពានដែរយ៉ាងម៉េចទៅមានមែនពីសំណាក់សៀមក៏ប៉ុន្តែសៀមមិនមែនរុស្ស៊ីទេទៀតហើយសៀមក៏មិនមែនអ៊ីស្រាអែលដែរទៀតអ៊ីស្រាអែលមានបងធំរបស់គេគឺអាមេរិករដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិកម៉ាកូរូប៊ីអូបានទៅដល់ប្រទេសអ៊ីស្រាអែលពីម្សិលមួយថ្ងៃបានប្រកាសជំហរទោះបីជាពិភពលោកនេះមិនគ្រប់គ្រងអ៊ីស្រាអែលក៏ដោយក៏តែអាមេរិកនៅគ្រប់គ្រងអ៊ីស្រាអែលធ្វើអីធ្វើទៅតែរកវិធីចរចាដើម្បីធ្វើបទឈប់បាញ់សន្តិភាពនៅអ៊ុយក្រែនអត់ជោគជ័យតែក្នុងនោះយើងបានមើលឃើញថាការដែលរុស្ស៊ីរំលោភអ៊ុយក្រែនជាប្រទេសតូចជាងរុស្ស៊ីជាមហាអំណាចទី2លើពិភពលោកផ្នែករឿងសព្វវុធធ្វើអីអ៊ុយក្រែនបាន3ដល់4ឆ្នាំហើយអញ្ចឹងខ្ញុំបាទមើលឃើញថាបើយើងប្រៀបធៀបស្ថានភាពរឿងដែលវាកើតនៅអ៊ុយក្រែននិងកម្ពុជាអត់ខុសគ្នាប្រហែលទេទៀតខុសត្រង់តែថានិយាយទៀតថាសៀមមិនមែនវាអញ្ចឹងមែនប្រិមិត្តអាចសន្និដ្ឋានដូចខ្ញុំបាទដែរយើងដឹងអស់ហើយវាគ្មានអីលើសពី S16 ប្រហែលគ្រឿងហ្នឹងទេហើយគ្រាន់តែហាត់គ្រាន់តែហ្វឹកហាត់ណាអស់7គ្រឿងហើយ S16 ធ្លាក់អស់7គ្រឿងទេទៀតណាព្រោះទិញរបស់ second hand ពីប្រទេសផ្សេងមកហើយយកទៅអាប់ដេតប្រូក្រាមរបស់វានៅអ៊ីស្រាអែលហើយយកមកប្រើ
ប្រើក្រណហ្វឹកហាត់នឹងប្រហែលឆ្នាំនឹងអស់7គ្រឿងធ្លាក់អត់មានណាបាញ់ទេតែឮថាបងប្អូនខ្លះថាយើងដាក់អស់2គ្រឿងទៀតអីហ្នឹងអាហ្នឹងគេបាទមិនបានឃើញពិតប្រកបមិនទាន់ហ៊ាននិយាយទេក៏តែគ្រាន់តែថាយើងដូចអ៊ុយក្រែនយើងប្រទេសតូចជាងគេតែសួរថាយើងមានអីទេយើងមានដល់អ៊ុយក្រែននេះក៏តែយើងមានសម្រាប់ដើម្បីការពារអធិបតេយ្យភាពរបស់យើងដែលកន្លងមកនេះយើងអត់ទាន់ប្រើទេក្រៅពី BM21 ខ្ញុំបាទយករឿងនេះមកនិយាយជម្រាបជូនប្រិមិត្តនេះដោយសារថាពីយប់មិញនេះខ្ញុំបាទមើលឃើញសកម្មភាពរបស់ពួកឈ្លានពាននេះខ្ញុំបាទថាឥឡូវរៀលមកដល់ខេត្តត្រាតទៀតកោះកុងទៀតពោធិ៍សាត់ខេត្តកោះកុងទៀតវាថាយើងនឹងចូលដីវា15ម៉ែត្រ20ម៉ែត្រ50ម៉ែត្រ100ម៉ែត្រអីទៅធ្វើកាស៊ីណូធ្វើអីហ្នឹងវាកំពុងរករឿងទៀតហើយចល័តកងទ័ពជើងទឹករបស់វាហ្នឹងមកគម្រាមយើងទៀតចឹងបានខ្ញុំបាទឃើញថាតោះអានេះខ្ញុំបាទគិតខ្លួនឯងណាតោះស្អីកើតក៏វាកើតទៅរដ្ឋាភិបាលលោកគិតរបស់រោគទៅក៏តែក្នុងនាមយើងប្រជាជនគិតចេះចាក់ស្មុកទៅថាទេខ្ញុំបាទមិនជឿថារដ្ឋាភិបាលដៃទៅទេស៊ូមួយពួកនឹងមិនបានទេយើងមិនអាចទៅឆ្លៀនពៀនរំលោភយកដីអីគេបានទេក៏តែជឿថាគ្រាន់តែត្រឹមអាការពារហើយតាមប្រវត្តិសាស្ត្រណាទៀតណាប្រទេសមួយវាមិនអាចឯកោតែលតោលតែឯងនឹងទេដែលអត់មានមិត្តអត់មានភ័ក្រនឹងទេនិយាយឲ្យចាំលោកខ្ញុំបាទមិនជឿថាចិនទុកឲ្យយើងនឹងត្រូវថៃរំលោភដោយអយុត្តិធម៌ទេចិនក៏ជាមហាអំណាចមួយដែរអ៊ុយក្រែនមានមហាអំណាចមានសម្ព័ន្ធមិត្តគេជួយអាមេរិកដាក់ដល់រុស្ស៊ីអត់អាចធ្វើអីអ៊ុយក្រែនបានទេណាទេណាអញ្ចឹងខ្ញុំបាទគិតថាកម្ពុជាយើងជាអ៊ុយក្រែនទី2នេះប្រហែលជាមានមហាអំណាចនៅពីក្រោយខ្នងរបស់យើងនៅពេលដែលយើងត្រូវរំលោភឆ្លៀតពៀនដោយអយុត្តិធម៌ពីប្រចាំមិត្តរបស់យើងខ្ញុំបាទជឿអញ្ចឹងដែលខ្ញុំបាទធ្លាប់និយាយថាចិនជាបងរបស់យើងអាមេរិកជាមិត្តភ័ក្តិខ្ញុំបាទជឿថាមិត្តភ័ក្តិក៏ប្រហែលជាក៏មិនប្រងើយកន្តើយទៅនឹងអ្វីដែលត្រូវមិត្តភ័ក្តិរបស់គេរំលោភដោយអយុត្តិធម៌នឹងដែរហើយចិនដែលជាបងរបស់កម្ពុជានឹងក៏មិនអាចមើលឈរមើលអោបដៃមើលនៅពេលដែលកម្ពុជាត្រូវគេវាយប្អូនរបស់ខ្លួននឹងត្រូវគេវាយបែកមុខបែកមាត់នឹងដែរអញ្ចឹងតោះលោកឯងមកស្រឡាញ់ទៅបើយកច្បាប់មកនិយាយជជែកគ្នាចរចាគ្នាដោយសន្តិវិធីលោកឯងមិនព្រមធ្វើយើងធ្វើមកប្រហែលខែទៀតពីពីនោះមកមិនដែលឃើញថាសៀមគោរពម្ដងណាឡើយហើយមកដល់ម៉ោងនេះហើយនៅតែរំលោភទៀតហើយបងប្អូនសួរថាហើយចុះអន្តរជាតិធ្វើម៉េចទុកសិនទៀតរឿងអន្តរជាតិគេយកនៅទិន្នន័យទាំងអស់នោះផុសតាងទាំងអស់នោះហើយចាំមើលដល់ចុងក្រោយអញ្ចឹងប្រទេសដែលគេចង់ជួយយើងគឺគេអត់ខ្លាចដែរដោយសារអីដោយសារថាកម្ពុជាអត់មានខុសអីផងហ្នឹងអ្នកឯងរំលោភមកឲ្យគ្នាគោរពមករហូតមកនេះជាក្តីសង្ឃឹមខ្ញុំបាទចាក់ស្មុកដែរទេបងប្អូនជួយពិចារណាទៅទេណាអរគុណទៀតចាអរគុណច្រើនលោកនាយកដែលបានចំណាយពេលវេលាសម្រាប់ការលំអិតព័ត៌មានជាពិសេសតេតិនជាមួយនឹងខាងប្រទេសថៃនៅថ្ងៃនេះហើយខ្ញុំថាដូចជាមិនចាក់ស្មុកទេណាចាមិនចាក់ស្មុកទេប៉ុន្តែគឺថានៅយើងអត់ធ្មត់ទៀតអត់ធ្មត់ទេមែនតែកម្ពុជាយើងអត់ធ្មត់ខ្លាំងមកណាចាអាណិតរដ្ឋាភិបាលអាណិតសម្ដេចទៅប្តីមែនលោកមិនដឹងជាឈឺគាត់ប៉ុណ្ណាទេគិតលោកគិតពេកអស់ពីមួយរឿងចូលមួយរឿងមួយរឿងចូលមួយរឿងឥឡូវវាមកត្រាតទៀតហើយមកដល់វាវែងថ្មដាអីទៀតហ្នឹងហើយថ្មដាទៀតហើយចាមិនដឹងថាជាតិសាសន៍នេះមួយណាគាត់មហិច្ឆតាគាត់អត់ទេខ្ញុំបាទចំណុចដែលហុងស៊ុយដែលគេនិយាយពីរឿងហុងស៊ុយថៃគ្នាគេថាមុខអានឹងមុខចង្រៃខ្ញុំបាទនឹកឃើញមែនថាអូប្រហែលជាហើយក៏វាមានបញ្ហានៅទីណាប្រទេសថៃមិនមែនមិនមានបញ្ហាទេតំណោះនយោបាយវាអញ្ញែឥឡូវនឹងគណៈរដ្ឋមន្ត្រីឮថាចេញហើយនឹងនៅចេញមិនទាន់បានទៀតចាឥឡូវនឹងចាំតែលោកអនុทินតើគាត់យ៉ាងម៉េចព្រោះគាត់ថយមួយជំហានហើយមិននេះខ្ញុំបាទថយមួយជំហានដោយសារអីសម្ពាធខ្លាំងពេកចាក៏តែគាត់មិនបោះបង់ទេតាមមើលទៅណាទីណាបាទចាលោកនាយកអញ្ចឹងថ្ងៃសុក្រយើងនឹងវិលត្រឡប់មកជួបគ្នាវិញគណៈនេះយើងសូមអរគុណហើយក៏សូមគោរពលាដែរចាអរគុណទៀតចាទស្សនិកជនយើងសូមពេលសម្រាប់បន្តិចសិននៅវគ្គនេះវគ្គក្រោយយើងនឹងមានព័ត៌មានក៏ដូចជាសេចក្តីរាយការណ៍ពីភ្នាក់ងារតាមបណ្ដាខេត្តវិញម្ដងគណៈនេះសូមការអនុញ្ញាតសម្រាប់ចា